ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយមានភ័ព្វសំណាងបានជួបលោកស្រីជាអាជ្ញាធរលោកនាយកសាលាលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងបងប្អូនប្រជារាស្ត្រដែលបានអញ្ជើញមកពីខេត្តរតនគិរីខេត្តព្រះវិហារខេត្តកំពង់ធំខេត្តព្រៃវែងនិងខេត្តកំពង់ឆ្នាំងដើម្បីមកចូលរួមក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបនៃព្រះរាជសមិទ្ធផលរបស់ព្រះមហាក្សត្រមានអគារសិក្សាស្រះទឹកនិងអណ្ដូងទឹកជូនបងប្អូនកូនចៅបានប្រើប្រាស់ជាប្រយោជន៍រួមក្នុងសង្គមជាតិថ្ងៃនេះខ្លួនខ្ញុំនិងបងប្អូនគ្រប់រូបយើងបានរួបរวมគ្នានិងជួបជុំគ្នាជាគ្រួសារតែមួយក្នុងឱកាសនេះដែរខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៅបំផុតជូនចំពោះសម្ដេចមហាមន្ត្រីគុយសុផលដែលបានជួយរៀបចំដំណើររបស់បងប្អូនបានអញ្ជើញមកពីខេត្តទាំង5បានមកជួបខ្ញុំនៅក្នុងព្រះបរមរាជវាំងនេះថ្ងៃនេះជានិច្ចកាលខ្ញុំមានសេចក្តីនឹករលឹកជាទីបំផុតចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេសហើយតែងតែមានការយកចិត្តទុកដាក់ជាដរាបចំពោះសេចក្តីសុខទុក្ខរបស់ប្រជារាស្ត្របន្តិចទៀតនេះបងប្អូននិងខ្ញុំយើងរួបរวมគ្នាដើម្បីកាត់ខ្សែបូជានិមិត្តរូបតាមខេត្តនីមួយៗដែលមាននៅលើផ្ទាំងរូបភាពមានចំពោះមុខនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៅបំផុតជូនចំពោះសម្ដេចមហាមន្ត្រីគុយសុផលដែលបានដឹកនាំក្រុមការងារសម្ដេចឪនៃព្រះបរមរាជវាំងបានចុះទៅជនបទកសាងសមិទ្ធផលទាំងអស់ជូនបងប្អូនប្រជារាស្ត្រប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតខ្ញុំសូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះបងប្អូនជនរួមជាតិទាំងអស់សូមបងប្អូនកូនចៅបានប្រកបដោយសេចក្តីសុខចម្រុងចម្រើនជំនាញអាយុយឺនយូរនិងសុខភាពបរិបូរណ៍ហើយសូមបងប្អូនកូនចៅបានទទួលនូវជោគជ័យជាដរាបក្នុងជីវភាពប្រចាំថ្ងៃអរព្រគុណណាស់